នៅក្នុងវីដេអូនេះយើងនឹងជជែកពិភាក្សាអំពីត្បូងតងតើត្បូងតងជាអ្វីពាក្យថាត្បូងតងនៅក្នុងការប្រើប្រាស់ជាភាសាខ្មែរទូទៅគឺសំដៅទៅលើប្រភេទត្បូងដែលមានតម្លៃប្រភេទពណ៌ក្រហមចាប់ពីពណ៌ក្រហមទៅដល់ពណ៌ក្រហមទឹកក្រូចដែលវាស្រដៀងគ្នាដូចជាត្បូងទទឹមត្បូងស្ពីណែលនិងត្បូងក្រុមកាណែតក្នុងភាសាខ្មែរពាក្យត្បូងតងមិនមែនជាពាក្យមកពីវិទ្យាសាស្ត្រទេប៉ុន្តែវាជាពាក្យប្រើតាមបទពិសោធន៍និងទំនៀមទម្លាប់របស់អ្នកជំនួញត្បូងតាំងពីសម័យបុរាណសូមបញ្ជាក់ថាត្បូងតងគឺជាឈ្មោះដែលគេហៅសំដៅទៅលើក្រុមត្បូងដែលមានពណ៌ក្រហមគឺចាប់ពីពណ៌ក្រហមធម្មតាក្រហមឈាមជ្រូករហូតដល់ពណ៌ក្រហមទឹកក្រូចដែលមានពន្លឺចែងចាំងខ្ញុំរកមិនឃើញថានៅបរទេសប៉ែកខាងអឺរ៉ុបឬក៏ប៉ែកខាងអាហ្វ្រិកគេហៅត្បូងប្រភេទនេះថាជាត្បូងតងដែរទេប៉ុន្តែខ្ញុំសម្គាល់ឃើញថាគេហៅត្បូងតងគឺហៅសំដៅទៅលើក្រុមត្បូងដែលនៅតំបន់ប៉ៃលិនប្រទេសកម្ពុជាឬមានតែអ្នកស្រុកខ្មែរស្រុកថៃស្រុកភូមានិងស្រុកឡាវដែលហៅត្បូងនេះថាត្បូងតងហើយភាគច្រើនបើគេហៅថាត្បូងតងមានន័យថាគេហៅចំពោះត្បូងពណ៌ក្រហមដែលកើតនៅទឹកដីប៉ៃលិនប្រទេសកម្ពុជានៅចុងសតវត្សទី18និងដើមសតវត្សទី19ពីបុរាណនេះនៅពេលដែលគេលើពាក្យឬគេនិយាយឈ្មោះថាត្បូងតងមានន័យថាគេសំដៅទៅលើក្រុមត្បូងដែលមានពណ៌ក្រហមចែងចាំងមានតម្លៃថ្លៃមានគុណភាពល្អគឺសំដៅទៅលើក្រុមត្បូងដែលកើតនៅទឹកដីប៉ៃលិនប្រទេសកម្ពុជាយោងទៅតាមគោលការណ៍ដើមដែលយើងបានរកឃើញអំពីឈ្មោះថាត្បូងតងក្រុមរបស់ត្បូងតងគឺជាប្រភេទត្បូងដែលមានគុណភាពល្អមានសាច់រឹងមានពណ៌ក្រហមស្រស់ថ្លាភ្លឺចែងចាំងមានគុណភាពខ្ពស់ដូច្នេះនៅចំនួនដើមប្រហែលក្រុមរបស់កាណែតមិនត្រូវបានដាក់បញ្ចូលជាក្រុមត្បូងតងទេប៉ុន្តែចំណេរក្រោយមកដោយសារតែចំនួនជួញប្រែត្បូងមានការប្រែប្រួលដូច្នេះឈ្មួញទាំងអស់នោះឆ្លៀតឱកាសប្រើពាក្យត្បូងតងគ្របដណ្ដប់ទៅគ្រប់ប្រភេទត្បូងដែលមានពណ៌ក្រហមសូម្បីតែត្បូងដូរ៉ូឡៃកាណែតនេះក៏ដោយសូមបញ្ជាក់ថាត្បូងក្រុមកាណែតឬដូរ៉ូឡៃកាណែតគឺជាប្រភេទត្បូងដែលមានគុណភាពទាបជាងត្បូងរូប៊ីទទឹមដូច្នេះអ្នកជំនួញចេះតែចង់បានចំណេញអាចលក់ក្នុងតម្លៃថ្លៃបានប្រើពាក្យគ្របដណ្ដប់ថាត្បូងតងដូរ៉ូឡៃចាប់ពីដើមសតវត្សទី19មកមនុស្សចាប់ផ្ដើមអនុវត្តហេតុផលតាមបែបវិទ្យាសាស្ត្រគេបានរកឃើញថាត្បូងប្រភេទទាំងអស់នោះមិនអាចចាត់ទុកថាជាប្រភេទត្បូងតែមួយទេវាគឺជាប្រភេទត្បូងខុសគ្នាដែលគេអាចរកឃើញតាមលក្ខណៈរ៉ែដើមរបស់វាការប្រើពាក្យថាត្បូងតងឬត្បូងតងដូរ៉ូឡៃគ្របដណ្ដប់ទៅលើត្បូងពណ៌ក្រហមទាំងអស់អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ដែលមានការយល់ច្រឡំធំត្បូងកាណែតថាជាត្បូងទទឹមជាដើមដូច្នេះនៅក្នុងសម័យកាលថ្មីនេះយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នចំពោះត្បូងនិងការប្រើឈ្មោះរបស់វាយើងត្រូវពឹងផ្អែកទៅលើការប្រើឈ្មោះតាមបែបវិទ្យាសាស្ត្រនិងកម្រិតរ៉ែតាមបែបវិទ្យាសាស្ត្រដូចគ្នាយើងមិនត្រូវពឹងផ្អែកទៅលើឈ្មោះតាមប្រពៃណីកន្លងមកនោះទេការប្រើប្រាស់ការត្រួតពិនិត្យនៅក្នុងឡាបូគឺជាជម្រើសដ៏ល្អបំផុតដែលសម័យនេះយើងមានហើយឥឡូវយើងទៅមើលភាពខុសគ្នាតាមបែបវិទ្យាសាស្ត្ររវាងត្បូងរូប៊ីទទឹម Sapphire កណ្ដៀង Garnet និង Spinel ត្បូងទាំងប៉ុន្មានប្រភេទនេះពេលខ្លះវាមានពណ៌និងរូបរាងមុខមាត់ស្រដៀងគ្នាណាស់គឺដោយសារតែកម្រិតរ៉ែមានប្រតិកម្មគីមីបង្កើតវានៅក្នុងសម្បកផែនដីទី1ត្បូងរូប៊ីទទឹមនិងត្បូង Sapphire កណ្ដៀងត្បូងទាំងពីរប្រភេទនេះមានរ៉ែដើមតែមួយគឺរ៉ែ Corundum ត្បូងរូប៊ីទទឹមនិងត្បូង Sapphire កណ្ដៀងមានកម្រិតភាពរឹងដល់ទៅ9ចុចជិតស្មើពេជ្រទៅហើយខណៈដែលពេជ្រមានកម្រិតភាពរឹង10ចុចឯណោះគឺ10លើ10ចំណែកត្បូង Spinel គឺជារ៉ែអុកស៊ីត Magnesium Aluminium កម្រិតភាពរឹងរបស់វាមានពី 7.5 ទៅដល់8ចុចចំណែកត្បូង Garnet វិញ Garnet គឺជាក្រុមរ៉ែ Silicate Mineral Group ដែលជាទូទៅត្បូង Garnet គឺមិនមែនផ្សំឡើងដោយរ៉ែតែមួយប្រភេទទេគឺមានរ៉ែច្រើនប្រភេទចូលរួមហើយកម្រិតភាពរឹងរបស់ត្បូង Garnet គឺមានកម្រិតភាពរឹងត្រឹមតែ 6.5 ទៅ 7.5 ប៉ុណ្ណោះសូមរំលឹកថាត្បូងតងត្បូងដែលអ្នកលក់ហៅថាត្បូងតងនៅក្នុងទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្ននេះត្បូងនោះហើយដែលមានភាគរយខ្ពស់គឺជាត្បូង Garnet ឬ Dorolite Garnet បញ្ហាទាំងអស់នេះហើយដែលធ្វើឲ្យមានការភាន់ច្រឡំគ្នាខ្លាំងណាស់រហូតដល់មានមតិខ្លះនិយាយថា
ត្បូងតងគឺជាត្បូងទទឹមខ្ចីឬក៏ត្បូងកន្ទឹមខ្ចីដែលអនាគតវានឹងคล้ายទៅជាត្បូងទទឹមពេញលេញយកល្អយើងត្រូវដឹងថាត្បូងទទឹមគឺត្បូងទទឹមត្បូងកណ្ដៀងគឺត្បូងកណ្ដៀងវាកើតពីរ៉ែរបស់វាជាក់លាក់ហើយត្បូងស្ពីណែលនិងត្បូងហ្គាណេតវាមានសារធាតុរ៉ែរបស់វាជាក់លាក់ផ្សេងគ្នាมันអាចហៅអួរទាំងអស់ហើយលក់ក្នុងតម្លៃស្មើគ្នាទាំងអស់នោះទេនិយាយមែនតែនជាក់ស្ដែងទៅសម័យបច្ចុប្បន្ននេះមិនអាក្រក់ទេប្រទេសកម្ពុជារបស់យើងក៏មានអ្នកលក់ស្មោះត្រង់ជាច្រើនអ្នកដែរដែលគាត់ហ៊ានបង្ហាញបញ្ជាក់ថាត្បូងទទឹមគឺត្បូងទទឹមកណ្ដៀងគឺកណ្ដៀងកាណែតគឺកាណែតស្ពីណែលគឺស្ពីណែលអញ្ចឹងក្នុងស្មារតីនឹងយោងតាមហេតុផលទាំងអស់នោះយើងខ្ញុំសូមថ្លែងអំណរគុណសម្រាប់អ្នកលក់ដែលស្មោះត្រង់ទាំងអស់នោះដូច្នេះតាមការពន្យល់បកស្រាយរបស់ខ្ញុំនៅក្នុងវីដេអូនេះមកដល់ពេលនេះបងប្អូនសូមសម្រេចចិត្តដោយខ្លួនឯងតើបងប្អូនជ្រើសរើសប្រើពាក្យហៅត្បូងតងតាមបែបប្រពៃណីតំបន់ឬយើងហៅត្បូងទាំងអស់នោះទៅតាមឈ្មោះបែបវិទ្យាសាស្ត្ររបស់វាដើម្បីងាយស្រួលក្នុងការកំណត់តម្លៃក្នុងការទិញដូរនិងការសម្រេចចិត្តរបស់យើងទាំងអស់គ្នាដោយត្រឹមត្រូវឬមួយក៏បងប្អូនគិតយ៉ាងណានោះស្រេចលើបងប្អូនចុះសូមអរគុណសូមគោរពលាសូមកុំភ្លេចជួយចុច Subscribe ផងថ្ងៃក្រោយយើងជួបគ្នាទៀត